ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះដែរខ្ញុំបាទសូមលើកយកព្រឹត្តិការណ៍ព័ត៌មានប្រចាំថ្ងៃដែលបានដកស្រង់ចេញពីសារព័ត៌មានកម្ពុជាថ្មីចិនប្រកាសជំនួយមនុស្សធម៌ជិត$3 លានដល់កម្ពុជានិងត្រៀមជួយតាមដានបទឈប់បាញ់ប្រទេសចិនប្រកាសផ្តល់ជំនួយមនុស្សធម៌តម្លៃ$2.85 លានដល់ប្រទេសកម្ពុជាសម្រាប់ជួយដល់ជនភៀសសឹកដោយសាររងផលប៉ះពាល់ពីការបាញ់ផ្លោងរបស់កងទ័ពថៃចូលទឹកដីរបស់ប្រទេសកម្ពុជាតាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025ការប្រកាសផ្តល់ជំនួយមនុស្សធម៌នេះបានកើតឡើងក្នុងកំឡុងពេលដែលមានជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីនិងឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជានៅទីក្រុងយូស៊ីខេត្តយូណានភាគនិរតីនៃប្រទេសចិនកាលពីថ្ងៃអាទិត្យយោងសេចក្តីរាយការណ៍របស់សារព័ត៌មានចិននៅល្ងាចថ្ងៃអាទិត្យនេះលោកវ៉ាងយីដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបកកុម្មុយនីសចិនបាននិយាយថាប្រទេសចិនមានឆន្ទៈក្នុងការផ្តល់ការផ្គត់ផ្គង់មនុស្សធម៌ដល់ប្រទេសកម្ពុជាសម្រាប់ការតាំងទីលំនៅរបស់ជនភៀសខ្លួននៅតាមតំបន់ព្រំដែនរដ្ឋមន្ត្រីការបរទេសចិនកំពុងរៀបចំជំនួបដាច់ដោយឡែករវាងរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃបន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដែលយល់ព្រមឲ្យមានបទឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូហើយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាធ្វើឡើងនៅថ្ងៃទី28ខែធ្នូគណៈជំនួបជាមួយរដ្ឋមន្ត្រីការបរទេសថៃនឹងធ្វើឡើងនៅថ្ងៃទី29ខែធ្នូសេចក្តីរាយការណ៍របស់សារព័ត៌មានចិន China Daily បានឲ្យដឹងថាលោកវ៉ាងបានលើកឡើងថាប្រទេសចិនបានតាមដានស្ថានភាពតានតឹងនៅតាមព្រំដែនកម្ពុជាថៃយ៉ាងដិតដល់ហើយនៅតែបដិញ្ញាចិត្តក្នុងការសម្របសម្រួលសន្តិភាពតាមរយៈការចរចាដោយបន្ថែមថាប្រទេសចិនអបអរសាទរភាគីទាំងពីរចំពោះកិច្ចព្រមព្រៀងឈប់បាញ់មិនខុសពីបណ្ដាប្រទេសជាច្រើនទៀតក្នុងពិភពលោកវ៉ាងបានសង្កត់ធ្ងន់ថាបទឈប់បាញ់នេះគឺជាការចាប់ផ្ដើមនៃការកសាងសន្តិភាពដោយលោកវ៉ាងបានអំពាវនាវឲ្យភាគីទាំងពីរដំណើរការជាដំណាក់កាលនិងវិធានការមួយដើម្បីលើកកម្ពស់បទឈប់បាញ់ដ៏ទូលំទូលាយនិងយូរអង្វែងស្ដារទំនាក់ទំនងធម្មតាកសាងទំនុកចិត្តគ្នាទៅវិញទៅមកសម្រាប់បានការផ្លាស់ប្ដូរទំនាក់ទំនងទ្វេភាគីនិងរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់នៅក្នុងកិច្ចពិភាក្សាទ្វេភាគីនោះដែរលោកវ៉ាងបាននិយាយថាប្រទេសចិនគាំទ្រអាស៊ានក្នុងការដើរតួនាទីត្រឹមត្រូវរបស់ខ្លួននិងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយដល់បេសកកម្មអង្គការអាស៊ានក្នុងការត្រួតពិនិត្យបទឈប់បាញ់លោកបន្ថែមថាប្រទេសចិនក៏សង្ឃឹមថាកម្ពុជានឹងបន្តពង្រឹងការការពារប្រជាពលរដ្ឋចិននិងគម្រោងនានានៅក្នុងប្រទេសឈប់បាញ់ឈប់បង្ហូរឈាមងាកទៅរកការចរចាវិញតើមានអ្វីប្រសើរជាងនេះគេនៅចងចាំបានយ៉ាងច្បាស់ពីគោលជំហរឥតប្រែប្រួលរបស់រដ្ឋាភិបាលកម្ពុជាតាំងពីពេលដឹកនាំដោយសម្ដេចហ៊ុនសែនរហូតដល់សម្ដេចហ៊ុនម៉ាណែតនោះគឺជំហរដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចាតាមផ្លូវការទូតនិងផ្លូវច្បាប់ក្នុងករណីព្រំដែនគឺត្រូវបានប្រើប្រាស់យន្តការដែលមានស្រាប់ពិសេសគឺគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ស្របតាមសន្ធិសញ្ញាអនុសញ្ញានិងច្បាប់អន្តរជាតិប៉ុន្តែភាគីថៃបែរជាចង់ភ្លក្សរសជាតិសង្គ្រាមហើយបង្ខំឲ្យកម្ពុជាត្រូវតបតដើម្បីការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ខ្លួនក្នុងការផ្ទុះសង្គ្រាមទាំងពីរលើកមិនមែនជាជំរើសរបស់កម្ពុជាទេប៉ុន្តែកម្ពុជាក្នុងនាមជាអ្នករងគ្រោះបានខិតខំស្វែងរកបទឈប់បាញ់តាមគ្រប់យន្តការដែលអាចធ្វើទៅបាននៅទីបំផុតបទឈប់បាញ់ក៏បានកើតមានជាថ្មីនិងក៏បានធ្វើឲ្យបទឈប់បាញ់លើកមុននៅទីក្រុងកូឡាឡាំពួរដូចមានបែងចែកយ៉ាងច្បាស់នៅក្នុងចំណុចទី2និងទី3នៃសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់ដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជាថៃនៅថ្ងៃទី27ខែធ្នូឆ្នាំ2025រស់ឡើងវិញអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺបទឈប់បាញ់នេះមិនត្រឹមតែមិនប៉ះពាល់ដល់ដំណើរការនៃការវាស់វែងខ្សែបន្ទាត់ព្រំដែនប៉ុណ្ណោះទេប៉ុន្តែវាក៏តម្រូវឲ្យក្រុមការងារ JBC ត្រូវដំណើរការវាស់វែងខ្សែព្រំដែនជាបន្ទាន់ទៀតផងក្រៅពីនេះក៏មានការសន្យាដោះលែងយោធិនកម្ពុជាទាំង18នាក់ក្រោយអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល72ម៉ោងផងដែរតាមរយៈខ្លឹមសារនៃកិច្ចព្រមព្រៀងឈប់បាញ់នេះយើងអាចយល់បានថាគោលជំហររបស់រដ្ឋាភិបាលកម្ពុជានៅតែរក្សាបានយ៉ាងល្អពោលគឺដំណោះស្រាយបញ្ហាព្រំដែនត្រូវតែផ្អែកលើការចរចាដោយសន្តិវិធីតាមរយៈយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិកម្លាំងកងទ័ពមិនមែនជាដំណោះស្រាយឡើយ
ហើយការឈរជើងរបស់កងទ័ពតាមរយៈការប្រយុទ្ធគ្នាក៏មិនមែនជាការកំណត់ខ្សែបន្ទាត់ព្រំដែននោះដែរដូច្នេះសង្គ្រាមទាំងពីរលើកដែលសរុបមានរយៈពេល26ថ្ងៃហើយដែលកម្ពុជាមិនចង់ឃើញទាល់តែសោះនោះគ្មានបានផលអ្វីក្រៅពីការខូចខាតឡើយពោលគឺជំរើសសង្គ្រាមដែលថៃចង់បានគឺជាជំរើសចាញ់ផ្ទុយស្រឡះពីជំរើសឈ្នះរបស់កម្ពុជាទីបំផុតដំណោះស្រាយបានវិលទៅរកជំរើសឈ្នះដដែលប៉ុន្តែគួរឲ្យសោកស្ដាយដែលភាគីថៃបានជ្រើសរើសផ្លូវសង្គ្រាមយ៉ាងណាជំហរសន្តិភាពនិយមរបស់ថ្នាក់ដឹកនាំកម្ពុជាបានវិលវិញហើយឈប់បាញ់ឈប់បង្ហូរឈាមនិងឈប់បង្កការភ័យខ្លាចនិយាយរួមគឺបញ្ឈប់ការខាតបង់ទាំងជីវិតមនុស្សនិងទ្រព្យសម្បត្តិនេះជាតម្លៃនៃបទឈប់បាញ់តើមានប្រជាពលរដ្ឋខ្មែរណាម្នាក់ដែលចង់បានការបាញ់គ្នាបន្តគឺប្រកាសជាគ្មានឡើយជាពិសេសសម្រាប់កងទ័ពជួរមុខរឹតតែមិនចង់ឃើញសង្គ្រាមទេអ្វីត្បិតតែពួកគេមានឯកសណ្ឋានជាអ្នកប្រយុទ្ធក៏ដោយហេតុដូច្នេះបានជាមេដឹកនាំកម្ពុជាទាំងសម្ដេចហ៊ុនសែននិងសម្ដេចហ៊ុនម៉ាណែតពុះពៀគ្រប់យ៉ាងដើម្បីនាំសន្តិភាពមកវិញនយោបាយបែបនេះពិតជាទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរអ្នកសន្តិភាពនិយមតែនិយាយថាពេលមានសង្គ្រាមទើបគេយល់ពីតម្លៃសន្តិភាពនេះជាការពិតមិនអាចប្រកែកបានពីព្រោះឬក្នុងអំឡុងពេលការប្រយុទ្ធគ្នាពេញបន្ទុកបានកើតឡើងពលរដ្ឋខ្មែរគ្រប់ទិសទីបាននាំគ្នាធ្វើបាតកម្មដើម្បីទាមទារសន្តិភាពនិងប្រឆាំងការរំលោភបំពានពីសំណាក់កងទ័ពថៃព្រឹត្តិការណ៍នេះបានបង្ហាញច្បាស់ថាពលរដ្ឋខ្មែរក៏ដូចជាមនុស្សជាតិនៅលើភពផែនដីទាំងមូលពិតជាស្អប់ខ្ពើមភ្លើងសង្គ្រាមណាស់ដូច្នេះបើមានសន្តិភាពក្នុងដៃហើយត្រូវតែរក្សាជាពិសេសប្រទេសមួយអាចចាត់ទុកថាមានសំណាងបើសិនជាមេដឹកនាំដែលមានបេះដូងសន្តិភាពនឹងធ្វើអ្វីៗដើម្បីសន្តិភាពសរុបមកវិញកម្ពុជាបានស្គាល់សន្តិភាពពេញលេញរយៈពេលជិត30ឆ្នាំចុងក្រោយគឺដោយសារមានមេដឹកនាំដែលស្រឡាញ់សន្តិភាពនិងការពារសន្តិភាពពេលមានសន្តិភាពការអភិវឌ្ឍប្រទេសពិតជាមានលឿនលឿនយ៉ាងខ្លាំងប៉ុន្តែក្នុងសង្គ្រាម26ថ្ងៃចុងក្រោយនេះការបំផ្លិចបំផ្លាញមានសភាពធ្ងន់ធ្ងរណាស់នេះគឺជាឧទាហរណ៍ជាក់ស្ដែងដែលបញ្ជាក់ថាទោះដោយតម្លៃណាក៏ដោយយើងត្រូវចាប់យកសន្តិភាពមុនគេបន្ទាប់មករឿងអ្វីផ្សេងអាចដោះស្រាយបានតាមក្រោយផ្ទុយទៅវិញបើបាត់បង់សន្តិភាពហើយរឿងអ្វីក៏មិនអាចដោះស្រាយបានដែរពោលគឺមានតែក្តីវិនាសអន្តរាយតែមួយមុខគត់តើមានអ្វីថ្លៃថ្លាជាងសន្តិភាពទៀតជាពិសេសសន្តិភាពដែលបើកផ្លូវទៅរកការជជែកគ្នាដោយសន្តិវិធីដើម្បីដោះស្រាយជម្លោះដោយបទឈប់បាញ់ដែលយើងកំពុងមានក្នុងដៃពេលនេះមានតែមនុស្សប្រទុះរាសនឹងសន្តិភាពទេទើបតោមនោះជាមួយបទឈប់បាញ់ដែលរកបានដោយលំបាកបែបនេះប្រជាពលរដ្ឋខ្មែរពិតជាយល់ច្បាស់អំពីបញ្ហានេះនិងយល់កាន់តែច្បាស់អំពីតម្លៃដ៏បរិសុទ្ធនិងអត្ថន័យដ៏ជ្រាលជ្រៅនៃពាក្យថាអរគុណសន្តិភាពអត្ថបទសរសេរដោយសាស្ត្រាចារ្យវង្សមករាអ្នកវិភាគនយោបាយសង្គមនយោបាយបើសិនបងប្អូនពេញចិត្តនៅវីដេអូនេះសូមជួយចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននូវព័ត៌មានថ្មីៗជាបន្តទៀត